បានឃើញផ្ទាល់នឹងភ្នែកហើយពុកម៉ែបងប្អូនជម្រាបសួរពុកម៉ែបងប្អូនដែលនិយមគាំទ្រវិស័យទូកងថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលរោងទូកដែលមានឈ្មោះថាឯសវណ្ណច័ន្ទម៉ាលីនិងទូកងមួយគ្រឿងទៀតនេះបងប្អូនដែលមានឈ្មោះថាឯសវណ្ណច័ន្ទបុប្ផាហើយទូកងទាំងពីរគ្រឿងនេះគឺជាទូកងរបស់បងប្អូនយើងនៅខាងវត្តច័ន្ទម៉ាលីផ្ទាល់តែម្ដងរបស់បងប្អូនយើងនៅខាងភូមិខាងកំពង់ជាទៀលចឹងបងប្អូននៅខាងស្រុកសាទសម្បូរយើងមានអារម្មណ៍មិនដែរនៅពេលដែលឃើញទូកងទាំងពីរគ្រឿងនេះដោយសារទូកងទាំងពីរគ្រឿងនេះគឺកសាងគេឈ្មោះល្បីល្បាញមែនតើជាពិសេសគឺទូកងឯសវណ្ណច័ន្ទម៉ាលីផ្ទាល់តែម្ដងដែលជាដៃគូចំណិតខ្លាំងមែនតើជាមួយតាអោតេជោសែនជ័យបារមីកំពង់ស្បូវដែលឲ្យតែប៉ះគ្នាល្អមើលមែនតើទាំងថ្នាក់ស្រុកសាទសម្បូរទាំងថ្នាក់ខេត្តកំពង់ធំគូប្រេងមិនប្រត់ទេឲ្យតែទៅចូលរួមថ្នាក់ខេត្តកំពង់ធំដឹងតែជួបគ្នាអញ្ចឹងបងប្អូនដែលជាពិសេសបងប្អូនចំណុះត្អោកនិងចំណុះឯសវណ្ណច័ន្ទម៉ាលីប្រកាសជាចាំជាក់ជាមិនខានអញ្ចឹងថ្ងៃនេះខ្ញុំបានមកឃើញផ្ទាល់ហើយអូស្អាតមែនតើបងប្អូនដែលជាទូកងមួយគ្រឿងរបស់បងប្អូននៅខាងស្រុកសាទសម្បូរដែលជាស្នាដៃរបស់លោកតាម៉ែនតុនបាទដែលជាជាងទូកចន្ទល់ហើយក៏ជាជាងទូកដែលធ្វើទូកងខាងលើនេះផងដែរហើយគឺជាទូកបែបប្រពៃណីវប្បធម៌មួយរបស់បងប្អូនយើងនៅខាងស្រុកប្រាសាទសម្បូរគឺពោលគឺទូកលេខចន្ទល់អញ្ចឹងបងប្អូនយល់បែបណាដែរចំពោះទូកងនេះជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងអញ្ចឹងជាចុងក្រោយសូមខន្តីអភ័យទោសត្រង់កំហុសខុសឆ្គងក្នុងប្រការណាមួយដោយសារតែខ្ញុំនេះនិយាយគឺអត់មានព្រៀងទុកទេនិយាយតាមការនឹករលឹកក៏ដូចជាការស្រឡាញ់ពីវិស័យទូកងនេះផ្ទាល់ផងដែរអញ្ចឹងអរគុណបងប្អូនគ្រប់លាជួបគ្នាវីដេអូបន្ទាប់